បងបានសួរថាសត្វឆ្កែរបស់បងនៅសុកដើរអត់រួចហើយធ្លាក់ខ្លួនពីការគឺអូសជើងក្រោយអញ្ចឹងទៅករណីហ្នឹងវាមានរឿងពីរដែលយើងគួរតែចាប់អារម្មណ៍ដែលពាក់ព័ន្ធជាមួយរឿងប្រព័ន្ធប្រសាទទី1គឺការប៉ះទង្គិចធ្វើឲ្យប្រព័ន្ធប្រសាទគាត់មិនអាចដំណើរការបានទៅជាពិការករណីហ្នឹងគឺដោយសារតែមានអីធ្លាក់ចំចឹងខ្នងត្រូវបានប៉ះទង្គិចដោយសារម៉ូតូបុកឡានកិនឬមួយក៏ឆ្កែខំអីចឹងទៅអាហ្នឹងគឺកត្តាប៉ះទង្គិចកត្តាមេកានិកអាហ្នឹងគឺយើងអាចធ្វើការជួយសង្គ្រោះគាត់តាមរយៈការជួសជុលដោយវះកាត់ឬមួយក៏តឆ្អឹងឬមួយក៏អីចឹងទៅករណីទី2គឺការប៉ះទង្គិចប្រព័ន្ធប្រសាទដោយសារជំងឺនោះទៀតសោតមាន2ទៀតដែលជំងឺទី1គេឲ្យឈ្មោះថាជំងឺ distemper ក៏ធ្វើឲ្យប៉ះពាល់ទៅលើប្រព័ន្ធប្រសាទដែរក៏ធ្វើឲ្យគាត់ពិការជើងក្រោយឬមួយក៏ជើងក្រោយទន់ដើរអត់រួចក៏ដែរហើយជំងឺសំខាន់ទី2គឺជំងឺគ្រុនដង្កែជំងឺគ្រុនដង្កែនេះគឺជារឿយនៅពេលដែលអូសបន្លាយយូរគឺធ្វើឲ្យសត្វរបស់យើងទន់ជើងក្រោយដូចគ្នាករណីនេះគឺយើងព្យាបាលដោយប្រើថ្នាំមិនមែនការវះកាត់ទេអញ្ចឹងយើងប្រើថ្នាំជួយទៅលើប្រព័ន្ធប្រសាទគាត់នឹងចាប់ផ្ដើមដើរត្រឡប់មកវិញអញ្ចឹងករណីនេះបើសិនជាអាចបងយកគាត់មកពេទ្យឲ្យបានឆាប់ហើយធ្វើការជួយសង្គ្រោះគាត់ទាន់ពេលវេលាគាត់អាចត្រឡប់មកវិញធម្មតា